រាជធានីភ្នំពេញយោងតាមការចុះផ្សាយរបស់នាយកដ្ឋានគោលបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៅព្រឹកថ្ងៃទី28 ខែកុម្ភៈឆ្នាំ2025បានឲ្យដឹងថាអគ្គិភ័យឆេះរួចផលិតនិងស្តុកពូកមួយកន្លែងនៅសង្កាត់សំរោងក្រោមបណ្ដាលឲ្យឆេះម៉ូតូ5គ្រឿងនិងរាលដល់ផ្ទះថ្ម01ខ្នងដែលខូចខាត10%តាមការបញ្ជាក់របស់នាយកដ្ឋានគោលបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានឲ្យដឹងថាករណីអគ្គិភ័យមួយនេះកើតឡើងនៅវេលាម៉ោង17:35 នាទីល្ងាចថ្ងៃទី27 ខែកុម្ភៈឆ្នាំ2025ករណីអគ្គិភ័យនេះកើតឡើងនៅចំណុចរោងចក្រផលិតពូកសុខភាពរបស់ក្រុមហ៊ុន Jasmine និងឃ្លាំងស្តុកសម្ភារពូកស្ថិតនៅភូមិទឹកបញ្ញោសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចំពោះម្ចាស់ទីតាំងមានឈ្មោះថាហុងប៉ោងម៉េងភេទប្រុសអាយុ58ឆ្នាំជនជាតិខ្មែរមុខរបរម្ចាស់ឃ្លាំងរីឯមូលហេតុកំពុងធ្វើការស្រាវជ្រាវសម្ភារៈខូចខាតមានដូចជាប្រភេទសំណង់ថ្មប្រក់ស័ង្កសីទំហំ45ម៉ែត្រx 55ម៉ែត្រខូចខាតឆេះឃ្លាំងទំហំ45x 55ម៉ែត្រចំនួន01ខ្នងម៉ូតូចំនួន05គ្រឿងរួមទាំងសម្ភារៈស្តុកក្នុងឃ្លាំងអស់ទាំងស្រុងហើយឆេះរាលដល់ផ្ទះថ្មចំនួន01ខ្នងខូចខាត10%ចំពោះករណីអគ្គិភ័យមួយនេះមិនបណ្ដាលឲ្យមានអ្នកស្លាប់មនុស្សឬរងរបួសឡើយនៅក្នុងថ្ងៃខែឆ្នាំដែលវេលាម៉ោង20:10នាទីយប់អគ្គិភ័យមួយនេះត្រូវបានពន្លត់ចប់រថយន្តជំនួយរថយន្តការិយាល័យអគ្គិភ័យចំនួន20គ្រឿងប្រើប្រាស់ទឹកអស់ចំនួន40ឡានស្មើនឹង160ម៉ែត្រគូបមួយរថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន04គ្រឿងប្រើប្រាស់អស់ចំនួន01ឡានស្មើនឹង051ម៉ែត្រគូបពីររថយន្តអគ្គិភ័យកង្ពូលតូចលេខ70ចំនួន04គ្រឿងប្រើប្រាស់អស់ចំនួន051ឡានស្មើ60ម៉ែត្រគូប3រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01គ្រឿងប្រើប្រាស់អស់ចំនួន01ឡានស្មើ051ម៉ែត្រគូប4រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វាចំនួន02គ្រឿងប្រើប្រាស់អស់ចំនួន02ឡានស្មើ12ម៉ែត្រគូប5រថយន្តអគ្គិភ័យទីក្រុងបុរីសង្ឃឹមថ្មីចំនួន02គ្រឿងប្រើប្រាស់អស់ចំនួន02ឡានស្មើ12ម៉ែត្រគូប6រថយន្តជំនួយទឹកសាលាខណ្ឌពោធិ៍សែនជ័យចំនួន01គ្រឿងពុំបានប្រើប្រាស់ទឹក7រថយន្តអគ្គិភ័យបុរីពេញហួតចំនួន02គ្រឿងពុំបានប្រើប្រាស់ទឹក